តើបងអូនថ្ងៃនេះខ្ញុំមកស្លម្ជូរខួរក្តាមល្ហុងបងប្អូនចាលាយជាមួយនឹងធួយល្មៀតតែឈ្ងុយមែនតើបងប្អូនហើយយើងមានដាក់ជាមួយនឹងក្តាមហើយជាមួយពងត្រីហើយនឹងត្រីដែរបងប្អូនចាមកមុខនេះអត់ងាយបានស្លទេបងប្អូនអើយព្រោះថាខ្ជិលបុកក្តាមអញ្ចឹងណាចាថ្ងៃនេះចៃដន្យអីរៀងអាសាអញ្ចឹងទៅក៏ស្លញ៉ាំម្ដងទៅបងប្អូនហើយយើងមកធ្វើការកាត់ធួយល្មៀតនៅខាងក្រោយផ្ទះបងប្អូនយកអាណារៀងខ្ចីបដូរបានយកមកឈ្ងុយដាក់ទៅឈ្ងុយឆ្ងាញ់មែនតើបងប្អូនអើយហើយបន្ទាប់មកខ្ញុំធ្វើការលាងសម្អាតក្តាមយើងឲ្យបានស្អាតល្អហើយយកមកបុកបែបនេះបងប្អូនចាលាយជាមួយនឹងទឹកមួយកូនចានអញ្ចឹងទៅជំរោះវាយកជាតិអញ្ចឹងណាបងប្អូនចាហើយបន្ទាប់មកយើងទុកវាមួយឡែកសិនទៅយើងមកធ្វើការដាក់ដាំទឹកបងប្អូនជ្រុំប្រហុកជ្រុំអីមកបងប្អូនចាដាក់ជាមួយនឹងពិលទុំចាដាក់ក្តាមដាក់ត្រីពងត្រីអីមកបងប្អូនចារសជាតិតាមចំណង់ចំណូលចិត្តណាបងប្អូនចាបន្ទាប់មកយើងដាក់ទឹកក្តាមដែលយើងបុកហ្នឹងបងប្អូនចាចាក់មកនិយាយវាថាឡើងរៀងខាប់អញ្ចឹងឆ្ងាញ់មែនតើបងប្អូនអើយក្តាមនេះអត់សូវមានខ្លាញ់ទេបងប្អូនចាបើក្តាមខែណាមានខ្លាញ់វាថាទឹកសឡយើងឡើងលឿងល្អោកឆ្ងាញ់មែនតើហើយឥឡូវឆ្អិននេះបងប្អូននិយាយថារសជាតិ